បាទរៀបហើយយើងទេឲ្យភ្ញៀវមើលបាទរៀបចេញទៅទៀតហើយបាទពេញនិយមមែនទែនឈុតនេះចំណាយទឹកប្រាក់តិចទេបាទខ្ទង់ប្រហែលជា$300តិចតួចបាទតែកម្លាំងវាអាចប្រើដាំបាយដាំទឹកបានយ៉ាងងាយស្រួលបាទនេះការរៀបបង្គុំបាទ inverter Pure Sine Wave 1.6 kW ហើយនឹងថ្ម1.1 kW ម៉ោងបាទយើងរៀបបង្គុំដាក់ប្រអប់បាទងាយស្រួលបាទលើកចល័តបាទមានតែម្ដុំទៅបាទដូចធ្វើដូច power box power station អញ្ចឹងបាទមានដុំ inverter ហ្នឹងថ្ម acrylic ចូលមកនឹងដុំ MPPT solar សម្រាប់ភ្ជាប់ solar បាទហើយនឹងដោយដុំសាកចូលពីភ្លើងរ៉តផ្សេងៗបាទនេះយើងតេស្តជាក់ស្ដែងបាទយើងដាក់ដង្ហល់50 W មួយហើយនឹងអំពូល50 W 2គ្រាប់ហើយយើងដាក់ជាមួយនឹងបាទនេះយើងអត់ទាន់ដោតកំសៀវបាទឥឡូវយើងដាក់កំសៀវដាំទឹក1500 W មួយទៀតបាទកម្លាំងវាអាចប្រើបានបាទឃើញកម្លាំងវាលោតតាមប្រហែលជា1300 W បាទអញ្ចឹងឈុតនេះប្រសិនបើភ្ញៀវមានសន្លឹកផ្ទាំងខ្លួនឯង550 W គុណនឹង2សន្លឹកឬក៏720 W មួយសន្លឹកគឺអាចប្រើបានយ៉ាងងាយស្រួលហើយបាទពេលថ្ងៃប្រើឧបករណ៍ធំៗបានដូចជាកំសៀវដាំទឹកដាំបាយម៉ាស៊ីនបុកកៅអៅផ្សេងៗបាទតែយើងត្រូវប្រើឆ្លាស់គ្នាហើយសម្រាប់ពេលយប់គាត់ត្រូវប្រើសន្សំចៃដោយសារថ្មវាតិចដែរបាទអញ្ចឹងគាត់ប្រើដាក់កង្ហារ50 W មួយគ្រឿងហើយនឹងអំពូល20 30 W 2 3គ្រាប់បានទូលភ្លឺបាទបញ្ជាក់តម្លៃខ្ទង់$300ហ្នឹងមិនរាប់បញ្ចូលសន្លឹកផ្ទាំងទេបាទ